ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់វិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វថ្ងៃនេះខ្ញុំបាទនឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងគោរបស់លោកអ៊ំខ្ញុំដែលគាត់ទើបតែបានកូនមួយហើយគោនេះគឺគាត់ធ្វើការដាក់បាអញ្ចឹងខ្ញុំនឹងបញ្យល់ពុកម៉ែបងប្អូនខ្លះៗអំពីអត្ថប្រយោជន៍នៃការចិញ្ចឹមគោយកកូនអញ្ចឹងអត្ថប្រយោជន៍នៃការចិញ្ចឹមគោយកកូនគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករដែលមានដីតិចតួចហើយចង់ចិញ្ចឹមក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមអញ្ចឹងក្នុងនាមយើងជាកសិករជាអ្នកស្រែបើន័យថាមានតែការចិញ្ចឹមសត្វទេដែលវាអាចនឹងរកចំណូលឲ្យយើងបន្ថែមបានហើយនៅក្នុងការចិញ្ចឹមសត្វគឺទី1គឺយើងបានជាលាមកសម្រាប់ដាក់ស្រែចម្ការរបស់យើងដើម្បីបង្កើនផូរផលដំណាំស្រែចម្ការរបស់យើងទី2គឺយើងអាចរកចំណូលបន្ថែមតាមរយៈការយើងលក់គោបានផងដែរហើយវាពិតជាមានសារៈសំខាន់មែនទែនបើសិនបើពុកម៉ែបងប្អូនចង់ចិញ្ចឹមហើយមានដីតិចតួចឬក៏ស្រែចម្ការតិចតួចពុកម៉ែបងប្អូនអាចចាប់ផ្ដើមចិញ្ចឹមចាប់ពី2ក្បាលឬក៏3ក្បាលនៃការដាក់មេទៅហើយមួយឆ្នាំវាអាចនឹងបង្កើតកូនឲ្យយើងបាន2ឬ3ក្បាលទៅតាមប្រភេទមេគោអញ្ចឹងណាបងប្អូនបាទបើសិនជាយើងដាក់មេ3មួយឆ្នាំកូនមកនឹងតែបាន3ហើយនៅក្នុង3ហ្នឹងគឺវាចំណេញច្រើនចំណេញត្រង់ថាយើងបានលាមកផងហើយនឹងចំណូលផងចំពោះចំណូលមួយឆ្នាំដំបូងគឺมันមានការប្រែប្រួលអីទេប៉ុន្តែចាប់ពី2ឆ្នាំឡើងទៅគោយើងធំយើងលក់បានចំណេញច្រើនអញ្ចឹងណាហើយចំពោះមេគោខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនដាក់ប្រភេទមេគោទន្លេព្រោះថាប្រភេទគោនេះគឺត្រូវប៉ាន់ហើយវាធំលឿនជាងគោកដោកឡាត់យើងធម្មតាហើយវីដេអូរបស់ខ្ញុំមិនមានអ្វីវែងឆ្ងាយទេបើសិនបើពុកម៉ែបងប្អូនចាប់អារម្មណ៍គឺសូមធ្វើការជួយចុច Subscribe ក៏ដូចជា Like នៅ Channel នេះផងសូមអរគុណសូមគោរពជម្រាបលា